NTT R&D Forum បង្ហាញពីវឌ្ឍនភាពនៃបច្ចេកវិទ្យា ION និងការជ្រៀតចូលទៅក្នុងកុំព្យូទ័រ Quantum NTT បានប្រកាសពីកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន OpQC Optical Quantum Computing ឈានមុខគេនៅក្នុងគម្រោង ION របស់ NTT ឧបករណ៍ Photo Electric Fusion នឹងធ្វើឲ្យប្រសើរឡើងជាជំហានហើយនឹងត្រូវបានអនុវត្តពី network ចូលទៅក្នុងកុំព្យូទ័រតែម្ដងនៅក្នុង ION 2.0 បានចាប់ផ្ដើមនៅឆ្នាំ2025ឧបករណ៍ Photo Electric Fusion បានអនុវត្តខាងក្នុងកុំព្យូទ័រព័ត៌មាននៅក្នុង ION 3.0 ត្រូវបានអនុវត្តដោយបន្ទាត់អុបទិកដោយផ្ទាល់ពីកញ្ចប់វាបានអនុញ្ញាតឲ្យមានការថយចុះយ៉ាងខ្លាំងនៃការប្រើប្រាស់អគ្គិសនីនៅឆ្នាំ2032 ION 4.0 នៅខាងក្នុងកញ្ចប់និងជា Optical Line NTT នឹងមានបំណងកាត់បន្ថយការប្រើប្រាស់អគ្គិសនីដល់1ក្នុង100នៅទីបំផុត NTT កំពុងស្រាវជ្រាវនិងអភិវឌ្ឍ ION និង Quantum Computing វានឹងដោះស្រាយបញ្ហាផ្សេងៗជុំវិញពិភពលោកសង្គមពិភពលោកមានប្រធានបទសង្គមផ្សេងៗដែលត្រូវដោះស្រាយវាជាបញ្ហាពិបាកកំណត់ដោយសមត្ថភាពគណនាទាបនៃកុំព្យូទ័រធម្មតា Quantum Computer មានសមត្ថភាពគណនាធំដើម្បីដោះស្រាយមុខវិជ្ជាទាំងនោះ NTT មានបច្ចេកវិទ្យាទំនាក់ទំនង Optic ដែលអាចអនុវត្តបានចំពោះវិស័យកង់ទិចវានឹងត្រូវបានរួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យាគណនាលេខ Optic នៃ OPTQC វានឹងដឹងថាកុំព្យូទ័រលំដាប់កំពូលកម្រិតពិភពលោក Optical Quantum អាចទុកចិត្តបានបច្ចេកវិទ្យាចុងក្រោយបង្អស់អាចឲ្យ100ទៅ1000 bit quantum វាទាបជាងកម្រិតប្រើប្រាស់ទូទៅ1លានទៅ100លាន bit quantum NTT និង OPTQC ប្រើប្រាស់គុណសម្បត្តិខ្នាតនៃវិទ្យាសាស្ត្រ Quantum Optic ដើម្បីសម្រេចបាននៅកម្រិតកម្ពស់ពិភពលោក1លាន quantum bit ក្នុងឆ្នាំ2030 2030年には世界トップレベルの100万量子ビットの達成を目指してまいりたいと考えていますនៅឆ្នាំ2030បច្ចេកវិទ្យារបស់ ION និង Optical Quantum Computer នឹងបង្ហាញយើងពីការចាប់ផ្ដើមនៃការទំនាក់ទំនងថ្មីនិងយុគសម័យសន្សំថាមពល NTT INC បានរៀបចំវេទិកាស្រាវជ្រាវនិងអភិវឌ្ឍជាមួយពាក្យថា ION និង Quantum Leap វាគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុតដើម្បីណែនាំបច្ចេកវិទ្យាចុងក្រោយបង្អស់ដែលរួមចំណែកដល់វឌ្ឍនភាពឧស្សាហកម្ម NTT កំពុងគ្រប់គ្រងសេវាទូរគមនាគមន៍ដោយផ្អែកលើសេវាទូរស័ព្ទ NTT បានបង្កើតបច្ចេកវិទ្យាគ្រប់គ្រងសំឡេងរំខានសកម្មខ្ញុំណែនាំបច្ចេកវិទ្យាបំបត្តិសំឡេងរំខាននៅក្នុងលំហអាកាសនៅទីនេះខ្ញុំមានសំឡេងរំខានធំប៉ុន្តែការផ្លាស់ប្ដូរនៅទីនេះសំឡេងរំខានមានកំណត់មុនពេលសំឡេងរំខានមកដល់បច្ចេកវិទ្យានេះអាចស្វែងរកប្រភេទនៃសំឡេងរំខាននិងកាត់បន្ថយសំឡេងរំខានការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើឲ្យលំហអាកាសស្ងប់ស្ងាត់ NTT អាចកាត់បន្ថយហានិភ័យនៃភាពថ្លង់NTT មានបច្ចេកវិទ្យាឧបករណ៍ចាប់សញ្ញាចុងក្រោយវារួមចំណែកធ្វើឲ្យដំណើរការរោគវិនិច្ឆ័យរបស់វេជ្ជបណ្ឌិតកាន់តែងាយស្រួលអ្នកជំងឺនិងវេជ្ជបណ្ឌិតដែលនៅឆ្ងាយពីគ្នាត្រូវបានភ្ជាប់ដោយបច្ចេកវិទ្យានេះដើម្បីភ្ជាប់មន្ទីរពេទ្យឆ្ងាយនិងអ្នកជំងឺស្នាក់នៅផ្ទះបច្ចេកវិទ្យាទូរគមនាគមន៍ NTT អាចដឹងពីការធ្វើរោគវិនិច្ឆ័យដោយការស្ទាបឬប៉ះដោយផ្ទាល់បច្ចេកវិទ្យានេះអាចរកឃើញភាពទន់របស់អ្នកជំងឺនៅក្នុងផ្ទះហើយបញ្ជូនវាទៅវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យដើម្បីដឹងពីការដកដង្ហើមពីចម្ងាយការប៉ះជើងអ្នកជំងឺបច្ចេកវិទ្យានេះអាចរកឃើញភាពទន់នៃផ្នែកដែលរងផលប៉ះពាល់ព័ត៌មាននៃភាពទន់ត្រូវបានបញ្ជូនទៅវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យហើយបង្ហាញភាពទន់ដូចគ្នានៅលើឧបករណ៍នេះវាជាបច្ចេកវិទ្យាដែលទើបនឹងបង្កើតថ្មីបច្ចេកវិទ្យា laser ឥតខ្សែរបស់ NTT គឺជាកម្រិតកំពូលរបស់ពិភពលោកការប្រើប្រាស់ laser គ្រឿងឧបករណ៍នេះអាចផ្គត់ផ្គង់អគ្គិសនីឥតខ្សែអុបទិកនៅពេលបើកថ្នាំនិងពង្រីកវាលាតត្រដាងពីថ្នាំទៅនឹងថ្មពន្លឺព្រះអាទិត្យដែលស្មើគ្នាហើយ drone អាចហោះហើរបានវាអនុញ្ញាតឲ្យដឹកអគ្គិសនីដោយ laser ទៅកាន់កោះដាច់ស្រយាលឬតំបន់គ្រោះមហន្តរាយដែលមិនមានខ្សែអគ្គិសនី
NTT R&D Forum គឺជាករណីបង្ហាញពីបច្ចេកវិទ្យាទំនើបដើម្បីដឹងពីជីវិតសង្គមដ៏ងាយស្រួលនិងផាសុកភាពវាធ្វើឲ្យទស្សនិកជនស្រមៃមើលរោគសញ្ញានៃបដិវត្តន៍ឧស្សាហកម្ម